សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីជំនួយផែនការជីវិតជាមួយនឹងប្រធានបទចាប់ផតាមកថ្ងៃថ្មីជាមួយផែនការដ៏ច្បាស់លាស់ថ្ងៃថ្មីជានិច្ចជាឱកាសថ្មីដើម្បីចាប់ផតាមកឡើងវិញនិងធ្វើឲ្យជីវិតមានទិសដៅយើងនឹងស្វែងយល់ពីសារៈសំខាន់នៃការធ្វើផែនការវិធីសាស្ត្រក្នុងការចាប់ផតាមកថ្ងៃថ្មីផលប្រយោជន៍ដែលអ្នកនឹងទទួលបាននិងការដោះស្រាយឧបសគ្គដែលអាចជួបប្រទះដើម្បីឲ្យអ្នកគ្រប់គ្រងពេលវេលាឲ្យបានប្រសើរសារៈសំខាន់នៃផែនការថ្ងៃថ្មីការចាប់ផតាមកថ្ងៃថ្មីជាមួយផែនការដ៏ច្បាស់លាស់ជួយឲ្យអ្នកមានទិសដៅច្បាស់លាស់និងកាត់បន្ថយភាពច្របូកច្របល់ក្នុងជីវិតផ្លូវផែនការល្អអាចជួយអ្នកបែងចែកពេលវេលាសម្រាប់ការងារគ្រួសារនិងការថែរក្សាខ្លួនឯងដែលជាគន្លឹះនៃជីវិតដ៏សម្បូរបែបជាក់ស្ដែងនៅថ្ងៃនេះប្រសិនបើអ្នកមានផែនការច្បាស់លាស់អ្នកអាចចំណាយពេលពីម៉ោង 3:30 នាទីដល់ម៉ោង 4:30 នាទីល្ងាចដើម្បីរៀបចំការងារនៅសល់និងរៀបចំផែនការសម្រាប់ថ្ងៃស្អែកការធ្វើផែនការក៏ជួយកាត់បន្ថយស្ត្រីសនិងឲ្យអ្នកមានភាពស្ងប់ស្ងាត់ក្នុងខួរក្បាលផងដែរលើសពីនេះវាជួយឲ្យអ្នកអាចសម្របខ្លួនជាមួយការផ្លាស់ប្តូរដែលមិនបានរំពឹងទុកដូចជាការណាត់ជួបផ្ទុះឡើងភ្លាមៗឬការងារបន្ទាន់ផែនការដ៏ល្អគឺជាចំណុចចាប់ផតាមកនៃជោគជ័យរាល់ថ្ងៃវិធីសាស្ត្រក្នុងការចាប់ផតាមកថ្ងៃថ្មី 1. ការផតលោអាទិភាពចាប់ផតាមកដោយរៀបចំបញ្ជីការងារដែលត្រូវ cover To-do list. នៅមុនថ្ងៃថ្មីមួយថ្ងៃឧទាហរណ៍នៅថ្ងៃនេះអ្នកអាចជ្រើសរើសការងារអ្វីត្រេ5ដែលសំខាន់ដូចជាការហាត់ប្រាណពេលព្រឹកការធ្វើការផ្ទាល់ខ្លួននិងការរៀនសូត្រភាសាថ្មីការផតលោអាទិភាពឲ្យត្រឹមត្រូវជួយឲ្យអ្នកសម្រេចបានគោលដៅធំជាង 2. ការភ្ញៀវឡើងពីគេងពេលភ្លាមក្រោយពីភ្ញៀវឡើងពីគេងព្យាយាមផឹកទឹកផ្ទាល់ខ្លួនមួយកែវនិងធ្វើលំហាត់កាយសម្បទា10ទៅ15នាទីដើម្បីធ្វើឲ្យរាងកាយរបស់អ្នកមានថាមពលការហាត់ប្រាណស្រាលៗដូចជាការដើរលើទឹកកកឬការរយ OGA. អាចជួយឲ្យអ្នកមានការផតអារម្មណ៍ល្អជាងមុន 3. ការកំណត់ពេលវេលាប្រើកាលបូថូ Calendar. ឬកម្មវិធីផែនការដើម្បីបែងចែកពេលវេលាឲ្យបានច្បាស់ឧទាហរណ៍ពីម៉ោង8ទៅម៉ោង9ព្រឹកសម្រាប់អនាម័យនិងអាហារពេលព្រឹកនិងពីម៉ោង9ទៅម៉ោង10ព្រឹកសម្រាប់ការងារសំខាន់ 4. ការផតលើគោលដៅខ្លីកំណត់គោលដៅរៀងថ្ងៃដូចជាការសម្រេចការងារមួយផ្នែកឬរៀនជំនាញថ្មីដូចជាការលេងឧបករណ៍តន្ត្រីគោលដៅទាំងនេះគួរតែងាយស្រួលសម្រេចដើម្បីរក្សាកម្លាំងចិត្ត 5. ការវាយតម្លៃនៅចុងថ្ងៃវាយតម្លៃផែនការដែលធ្វើឡើងនិងកែលម្អសម្រាប់ថ្ងៃបន្ទាប់ឧទាហរណ៍ប្រសិនបើអ្នកមិនអាចសម្រេចការងារមួយពិចារណាពីមូលហេតុនិងផ្លាស់ប្តូរពេលវេលាផែនការសម្រាប់ថ្ងៃទី14ខែមិថុនាឆ្នាំ2025ដោយផ្អែកលើម៉ោងបច្ចុប្បន្នម៉ោង 3:27 នាទីល្ងាចអ្នកអាចចាប់ផតាមកផែនការដូចខាងក្រោមម៉ោង 3:30 នាទីទៅម៉ោង 4:30 នាទីល្ងាចពិនិត្យការងារថ្ងៃនេះនិងរៀបចំឯកសារដែលនៅសល់ដូចជាការឆ្លើយអ៊ីម៉ែលឬការបញ្ចប់ឯកសារសំខាន់ម៉ោង 4:30 នាទីទៅម៉ោង 5 ល្ងាចផ្ទុកខ្លួនឯងផ្ទាល់ខ្លួនដូចជាការផឹកទឹកឬដើរលេងខ្លីៗដើម្បីស្រូបផាសុកភាពពីខ្យល់ថ្ងៃម៉ោង 5 ទៅម៉ោង 6 ល្ងាចរៀបចំផែនការសម្រាប់ថ្ងៃស្អែកដូចជាការណាត់ជួបជាមួយមិត្តភក្តិឬការងារផ្ទាល់ខ្លួនដូចជាការរៀនសូត្រភាសាខ្មែរម៉ោង 6 ទៅម៉ោង 7 ល្ងាចពេលវេលាគ្រួសារដូចជាការញ៉ាំអាហារជាមួយគ្រួសារឬលេងជាមួយកូនម៉ោង 7 ល្ងាចឡើងទៅសម្រាប់ឬចូលរួមសកម្មភាពដែលចូលចិត្តដូចជាការមើលកម្មវិធីទូរទស្សន៍ផលប្រយោជន៍នៃការធ្វើផែនការការធ្វើផែនការជួយឲ្យអ្នកកាន់តែមានប្រសិទ្ធភាពនិងកាត់បន្ថយការខកខានវាក៏ជួយឲ្យអ្នកមានសមត្ថភាពគ្រប់គ្រងភាពតានតឹងនិងឲ្យអ្នកមានពេលវេលាសម្រាប់ឲ្យបានគ្រប់គ្រាន់ឧទាហរណ៍ប្រសិនបើអ្នកផែនការល្អអ្នកអាចរកពេលឲ្យគ្រួសារឬចូលរួមសកម្មភាពដែលអ្នកចូលចិត្តដូចជាការអានសៀវភៅឬការហាត់ប្រាណលើសពីនេះការធ្វើផែនការជំរុញឲ្យអ្នកមានវិន័យផ្ទាល់ខ្លួននិងឲ្យអ្នកមានភាពជឿនលឿនក្នុងការសម្រេចគោលដៅធំៗដូចជាការឡើងឋានៈការងារឬការសិក្សាបញ្ចប់ថ្នាក់ឧត្តមសិក្សាការបន្សាបឧបសគ្គមានឧបសគ្គដូចជាការខកចិត្តឬភាពតានតឹងប៉ុន្តែអ្នកអាចដោះស្រាយដោយការកំណត់គោលដៅតូចៗនិងផតលោរង្វាន់ដល់ខ្លួនឯងបន្ទាប់ពីសម្រេចការងារ
ឧទាហរណ៍បន្ទាប់ពីធ្វើការងារពេលថ្ងៃនេះអ្នកអាចផតឡូឱកាសឲ្យខ្លួនឯងមើលកម្មវិធីអំបញ្ញមួយឬទទួលទានអាហារដែលចូលចិត្តប្រសិនបើអ្នកជួបបញ្ហាក្នុងការគ្រប់គ្រងពេលវេលាព្យាយាមបែងចែកការងារជាផ្នែកតូចៗនិងសុំជំនួយពីមិត្តភក្តិឬសមាជិកគ្រួសារការទប់ទល់នឹងការពន្យាពេលក៏ជាចំណុចសំខាន់ដែលអាចធ្វើបានដោយកំណត់ការណែនាំខ្លួនឯងផ្ទាល់ខ្លួនដូចជាខ្ញុំនឹងចាប់ផតមកក្នុង5នាទីការវិភាគផលប្រយោជន៍យូរអង្វឡូការធ្វើផែនការមិនត្រឹមតែជួយឲ្យថ្ងៃរបស់អ្នកប្រសើរឡើងប៉ុណ្ណោះទេថែមទាំងផតឡូផលប្រយោជន៍យូរអង្វឡូទៀតផងវាជួយឲ្យអ្នកអភិវឌ្ឍជំនាញគ្រប់គ្រងខ្លួនឯងផ្ទាល់ដែលជាមូលដ្ឋាននៃជោគជ័យក្នុងអាជីពនិងជីវិតផ្ទាល់ខ្លួនឧទាហរណ៍ប្រសិនបើអ្នកផែនការរៀងរាល់ថ្ងៃអស់រយៈពេល6ខែអ្នកអាចឃើញការកើនឡើងនៃផលិតផលការងារនិងភាពសុខដុមរមនារបស់អ្នកលើសពីនេះវាក៏ជួយឲ្យអ្នកធ្វើការសម្រេចចិត្តបានលឿននិងមានជំហរប្រយោជន៍ចំពោះការផ្លាស់ប្តូរដ៏ធំក្នុងជីវិតដូចជាការផ្លាស់ទីលំនៅឬការផ្លាស់ប្តូរអាជីពការណែនាំបន្ថែមសម្រាប់ថ្ងៃនេះនៅថ្ងៃនេះបន្ទាប់ពីរៀបចំផែនការព្យាយាមផតតលើការងារដែលអាចសម្រេចបានក្នុងពេលខ្លីដើម្បីឲ្យមានភាពជឿនលឿនភ្លាមឧទាហរណ៍អ្នកអាចចំណាយ10នាទីដើម្បីសម្អាតត able, ធ្វើការងារឬរៀបចំឯកសារតូចៗការបន្ថែមនេះអាចជួយឲ្យអ្នកមានអារម្មណ៍ថាថ្ងៃនេះមានប្រយោជន៍ទោះបីជាវាជាពេលថ្ងៃក្រោយម៉ោងធំក៏ដោយសេចក្តីសន្និដ្ឋានចាប់ផតមកថ្ងៃថ្មីជាមួយផែនការដ៏ច្បាស់លាស់ជាវិធីដ៏ល្អក្នុងការគ្រប់គ្រងជីវិតនៅថ្ងៃនេះចាប់ផតមកដោយផែនការតូចៗហើយអ្នកនឹងឃើញភាពខុសគ្នានៅថ្ងៃស្អែកផែនការមិនត្រឹមតែជួយឲ្យថ្ងៃរបស់អ្នកប្រសើរឡើងប៉ុណ្ណោះទេថែមទាំងជួយឲ្យអ្នកទទួលបានជោគជ័យយូរអង្វឡូទៀតផងសូមអរគុណនិងជួបគ្នាវិញជម្រាបលា